កាលពីមុនបងប្អូនធ្លាប់ឆ្ងល់អត់ហេតុអីគេជ្រើសយកប្រភេទរថយន្ត SUV មិនយក MPV ចម្លើយងាយៗពីព្រោះថាពីមុន MPV ដែលមានទំហំធំផាសុកភាពតែងតែមានតម្លៃថ្លៃឥឡូវនេះខ្ញុំអត់នឹកស្មានថាមាន MPV 7កៅអីដែលមានតម្លៃតែជាង$20,000ទាំងធំទាំងផាសុកភាពទាំងទំនើបហើយនេះគឺជា Wuling Starline 730បើសិនជាបងប្អូនចង់បានរថយន្ត MPV 7កៅអីផាសុកភាពសុវត្ថិភាពនិងប៉និតតម្លៃទៅជាង$20,000បងប្អូនកុំភ្លេចពិចារណាជាមួយនឹង Wuling Starline 730នេះចឹងបងប្អូនចង់ដឹងថា MPV ដែលមានតម្លៃជាង$20,000នេះមានអ្វីដែលពិសេសខ្លះចំណុចអ្វីដែលអស្ចារ្យខ្លះបងប្អូនតាមដានទស្សនាវីដេអូជំរាបសួរបងប្អូនអរគ្នាខ្ញុំបាទខេវរៈស្វាគមន៍មកកាន់វីដេអូថ្មីចឹងបងប្អូនអរគ្នានេះគឺជា Wuling Starline 730ប្រើប្រាស់អគ្គិសនីសុទ្ធចឹងវាមាននៅច្រើនជម្រើសមែនតើគឺរហូតដល់3សម្រាប់បងប្អូនក្នុងការជ្រើសរើសមានជាប្រភេទម៉ាស៊ីនសាំងសុទ្ធដែលផ្ដោតលើភាពធន់ម៉ាស៊ីនសាំងលាយអគ្គិសនីសម្រាប់បងប្អូនដែលត្រូវការភាពសន្សំសំចៃនិងប្រើប្រាស់អគ្គិសនីសុទ្ធដែលជាប្រភេទ EV សម្រាប់បងប្អូនដែលចង់បានបទពិសោធន៍បែបថ្មីស្រឡាងជាមួយនឹងការបើកបរជាលក្ខណៈស្ងាត់ smooth និងទំនើបផុតលេខរបស់ Wuling Starline 730នេះចឹងតម្លៃរបស់វាសមរម្យមែនតើ25,800មួយសម្រាប់ខ្ញុំ20,000ជាងនេះគឺសមរម្យបំផុតសម្រាប់ប្រភេទ MPV សូមចូលទៅកាន់ performance របស់វាបន្តិច performance សម្រាប់ការសាក់ភ្លើងបំពេញគឺវាអាចបើកបានរយៈចម្ងាយរហូតដល់500 km តង់ដា CLTC សម្រាប់ motor អគ្គិសនីគឺជាប្រភេទ permanent magnet ហើយ motor នេះគឺជាប្រភេទ motor ដែលផ្ដល់នូវអានុភាពផលិតបានកម្លាំង136 HP កម្លាំងរមួល200 Nm ជាពិសេសគឺពាក់ព័ន្ធមួយកម្លាំងដែលយើងគិតជា kW គឺស្មើនឹង100 kW រថយន្តនេះទៀតសោតគឺអាចរត់ល្បឿនជាអតិបរមា160 km ក្នុង1ម៉ោងពាក់ព័ន្ធមួយថ្មជាប្រភេទ Lithium Iron Phosphate ជាប្រភេទថ្មទំហំ60 kW ម៉ោងសម្រាប់ការសាកភ្លើងវិញបងប្អូនអរគ្នាជាលក្ខណៈ AC បើយើងសាកចន្លោះពី20ទៅ100%ចំណាយពេល 9.7 ម៉ោងដែលឡែកសម្រាប់ DC fast charge ចន្លោះពី30ទៅ80%ចំណាយពេលត្រឹមតែ20នាទីតែប៉ុណ្ណោះពិសេសមែនតើបងប្អូនអរគ្នាដែលឡែកសម្រាប់សន្ទុះល្បឿននៃការវាស់ទៅនៃកុងទ័របាទពី0ទៅដល់100 km ក្នុង1ម៉ោងចាយពេល 12.2 វិនាទីអញ្ចឹងបងប្អូនខ្ញុំសូម skip ប៉ុណ្ណឹងពាក់ព័ន្ធជាមួយនឹង performance ឥឡូវយើងចូលទៅកាន់ការ design តែម្ដងសម្រាប់ concept នៃការ design រថយន្តនេះមើលទៅ clean អត់មានបញ្ហាទេបងប្អូនដោយសារតែវាជាប្រភេទ EV វាមើលទៅបែបតនសម័យតែម្ដងណាអញ្ចឹងយើងបដោតទៅលើជាគៀងគឺជាប្រភេទ LED ដែលមាន daytime running light គៀងនេះមានប្រភេទ low និង high beam ហើយមានមុខងារមួយទៀតគឺ auto shut off មុខងារបំភ្លឺផ្លូវយើងដោយ automatic នៅពេលដែលយើងចុះពីរថយន្តមានមុខងារពិសេសមួយទៀតគឺហៅថា cornering អញ្ចឹងវាពិសេសត្រង់ថានៅពេលដែលយើងបត់ទីកូទៅឆ្វេងឬក៏ទៅស្ដាំគឺកំហើញឆ្វេងស្ដាំដែលយើងបត់ទៅហ្នឹងគឺវាអត់ងងឹតទេអញ្ចឹងបងប្អូនយើងមើលទៅលើផ្នែកខាងមុខសាមញ្ញគឺកន្លែងខាងលើនេះជាមួយនឹងពណ៌ខ្មៅដេញរហូតដល់ជាគៀងតែម្ដងជាប្លុកថតជាគៀងហើយមានមកជាមួយនឹង logo Wuling ជាលក្ខណៈ slab បាទ slab មើលទៅស្អាតមែនទែនហើយមានមកជាមួយនឹងកាមេរ៉ាជាប្រភេទ360 degree high definition ជាប្រភេទកាមេរ៉ាដែលច្បាស់ហើយខ្ញុំចាប់អារម្មណ៍ទៅលើក្រោមមេខាងក្រោមបងប្អូនឃើញលីបក្រោមមេខាងក្រោមទេបាទគឺឆ្លោះមែនទែនមើលទៅវាស្អាតតាក់ទាញជំនួយទៅដល់ aerodynamic ប្លុកនេះគឺមានប្លុកខ្យល់មួយនៅពេលដែលរត់ទៅខ្យល់វាឆ្លងកាត់វាធ្វើឲ្យរថយន្តយើងកាន់តែមានលំនឹងហើយរថយន្តនេះក៏យើងអាចធ្វើការទាញយកភ្លើងទៅប្រើប្រាស់ឬក៏ V2L បានបងប្អូនអាចយកតាជាមួយនឹងគ្រឿង electronic ឬក៏បម្រើការជាលក្ខណៈឆុងកាហ្វេឬក៏ដាំបាយបានបងប្អូនអាចយកវាទៅ adventure បានអញ្ចឹងបងប្អូនផ្នែកខាងមុខគឺខ្ញុំសូមសរុបរួមប៉ុណ្ណឹងអនុញ្ញាតសូមនាំអារម្មណ៍បងប្អូនបន្តចូលទៅកាន់ផ្នែកចំហៀងដោយសារតែមានចំណុចត្រូវបង្ហាញជូនបងប្អូនបន្តទៀតតោះបងប្អូនឥឡូវយើងចូលមកកាន់ផ្នែកចំហៀងនេះគឺយើងផ្ដោតទៅលើយ៉ានកង់អាលុយមីញ៉ូមទំហំ17អ៊ីនហើយក៏មានຂະຫນាតសបកកង់215 55 R17 ថាសកង់បែប Sport ជាប្រភេទ17អ៊ីនពណ៌ខ្មៅលាយមកជាមួយនឹងក្រោមមេកណ្ដាលជា logo Wuling មើលទៅស្អាត
ចឹងយើងមើលត្រឡប់កញ្ចក់វិញត្រឡប់កញ្ចក់មានសញ្ញា LED មានមុខងារក្តោបដោយស្វ័យប្រវត្តិជាពិសេសគឺមានមុខងារកម្ដៅនៅពេលដែលឡើងអាប់ឡើងអីបងប្អូនគិតថាមិនបាច់ទៅជូតកញ្ចក់នឹងទេគឺមានមុខងារកម្ដៅកញ្ចក់ហើយស្រេចឥឡូវនិយាយពីទំហំសិនអញ្ចឹងសម្រាប់រថយន្តនេះមានប្រវែងបណ្ដោយទៅដល់ 4910 មីលីម៉ែត្រតឹង 1850 មីលីម៉ែត្រជាមួយនឹងកម្ពស់ 1770 មីលីម៉ែត្ររីឯគម្លាតកង់រហូតដល់ 2910 មីលីម៉ែត្រពាក់ព័ន្ធមួយទ្វារចំហៀងជាប្រភេទទ្វារអេឡិចត្រូនិកអញ្ចឹងនៅពេលដែលយើងចូលទៅខាងក្នុងអង្គុយទៅលក្ខណៈ VIP តែម្ដងអញ្ចឹងខ្ញុំហ៊ាននិយាយថារថយន្តនេះគឺជារថយន្តបែប VIP មួយដែលបងប្អូនមិនគួររំលងហើយជាប្រភេទរថយន្តប្រើអគ្គិសនីតម្លៃតែជាង $20000 ទេបងប្អូនអ្នកគ្នាផ្នែកចំហៀងខ្ញុំមានប៉ុណ្ណឹងអនុញ្ញាតសូមនាំអារម្មណ៍បងប្អូនបន្តចូលទៅកាន់ផ្នែកខាងក្រោយដែលសារមានចំណុចត្រូវបង្ហាញជូនបងប្អូនបន្ថែមទៀតតបងប្អូនអ្នកគ្នាខាងក្រោយនេះផ្ដោតសំខាន់ទៅលើ stop LED គឺលាយមកជាមួយនឹងស៊ុមពណ៌ខ្មៅមើលទៅលិចមែនតើមាន parking sensor ហើយមានមកជាមួយនឹងភ្លើងហ្វ្រាំងនៅផ្នែកខាងក្រោមនេះបងប្អូនខ្ញុំស្រឡាញ់ខ្លាំងមែនតើកន្លែងក្រោមហ្នឹងណាហើយក៏មានភ្លើងហ្វ្រាំងនៅខាងលើ spoiler ផងដែរពីរចំណុចនេះជាចំណុចដែលខ្ញុំពេញចិត្តជាងគេនៅផ្នែកកណ្ដាលមើលមកខាងលើក៏មានខាងក្រោមនេះក៏មានអញ្ចឹងបងប្អូនយើងបើកក្លុបក្រោយទាំងអស់គ្នាដើម្បីមើលពីសោភ័ណភាពក៏ដូចជាទំហំសម្រាប់ទំហំរបស់ក្លុបនេះបើសិនជាយើងបត់កៅអីចុះគឺបានទំហំដល់1202លីត្រអញ្ចឹងកៅអីយើងបត់ហើយយើងមាន space រៀងជ្រៅចុះទៅក្រោមសម្រាប់ដាក់អាវ៉ាន់បើចង់តលាជាងហ្នឹងសម្រាប់តែដាក់អាវ៉ាន់ហើយជិះតែនៅបាំងកៅអីជួរទី1ទេបងប្អូនអាចធ្វើការបត់កៅអីជួរទី2បានអញ្ចឹងតលាស្រួលមែនតើតម្លៃជាង$20000ប្រភេទ MPV បងប្អូនមិនបាច់ខ្វល់ទេសំខាន់គឺអាកម្រិតខាងលើរបស់វាខ្ពស់មើលទៅស្រឡះស្រួលអង្គុយបាទបងប្អូនអ្នកគ្នាផ្នែកខាងក្រៅខ្ញុំមានប៉ុណ្ណឹងអនុញ្ញាតសូមនាំអារម្មណ៍បងប្អូនបន្តទៅស្វែងយល់ពីចំណុចពិសេសនៅផ្នែកខាងក្នុងទៀតតោះបងប្អូនឥឡូវយើងចូលមកកាន់ផ្នែកខាងក្នុងនេះចង់បញ្ជាក់ថាខាងក្នុងគេផ្ដោតទៅលើបណ្ឌិតភាពគឺទៅលើពណ៌ walnut palm មើលទៅសកលសង្គមថៃថ្នូរមែនទែនហើយស័ក្តិសមជាមួយនឹង MPV បែបបណ្ឌិតអញ្ចឹងសម្រាប់ពណ៌ខាងក្នុងខ្ញុំពេញចិត្តមួយហើយក៏ប៉ុន្តែការរៀបចំ decor ទៅលើផ្នែកតាប់ឡូគឺខ្ញុំពេញចិត្តលើសនឹងទៅទៀតការរៀបចំគឺបែបអនាគតបែប futuristic clean ស្អាតបាទអេក្រង់ center console ហើយផ្ទៃតាប់ឡូលាតអត់មានអីទាំងអស់ខាងក្រោមនេះមានបែបប្រឡោះម៉ាស៊ីនត្រជាក់ហើយតមកខាងក្រោមនេះគឺ center console clean ស្អាតមែនតើហើយបើសួរថាចង្កឹះលេខនៅណាបាទចង្កឹះលេខគឺនៅចិត្តចង្កូតឡុងសិនត្រជាក់គេ design មកជាមួយពណ៌ខ្មៅរំលេចក្រូមេកន្លែងនេះគឺថ្នេរដេរបស់វាស្អាតមែនតើហើយវាកាន់តែស៊ីគ្នាជាមួយនឹងពណ៌ walnut palm នឹងខ្លាំងមែនតើចូលទៅកាន់អេក្រង់គឺជាអេក្រង់ touch screen ទំហំ 12.8 inch មានមុខងារភ្ជាប់ Apple CarPlay Android Auto ភ្ជាប់ជាមួយនឹងមុខងារ Hi Car Link និងមុខងារមួយទៀត DLNA ដែលយើងអាចធ្វើការភ្ជាប់ទូរស័ព្ទរបស់យើងទៅនឹង screen ខាងក្នុងនេះដែលយើងអាចធ្វើការដំណើរការប្រើប្រាស់ផ្សេងៗទៅតាមការចាំបាច់អញ្ចឹងបងប្អូនសម្រាប់អេក្រង់ digital នេះក៏បង្ហាញនៅកំហុសរូបភាពកាមេរ៉ា540 degree ដែលយើងមើលឃើញនឹងបាតហើយមើលបានច្រើន option មែនតើចង់ឆ្វេងស្ដាំផ្នែកខាងមុខឬក៏ផ្នែកខាងក្រោយបង្ហាញមកច្បាស់តែម្ដងចង្កូតរបស់វាគឺជាប្រភេទ multi functional steering wheel ដែលយើងអាចធ្វើការចុចមើលទៅលើកាមេរ៉ាយើងអាចតម្លើងតម្លាក់ volume បដូរមកជាមួយនឹងបទចម្រៀងឬក៏យើងអាចមើល menu ផ្សេងបានចង្កូតគឺជាប្រភេទចង្កូត electronic ធូរស្រួលមែនតើនៅក្នុងការកាច់បងប្អូនប្រើប្រាស់តែដៃមួយទេជាពិសេសបងប្អូនសុភាពនារីដែលគាត់ទៅ shopping បើកចូលកន្លែងធ្វើការបងប្អូនស្រួលមែនតើអេក្រង់ផ្ដល់ព័ត៌មានក៏ជាលក្ខណៈ digital ដែរបងប្អូនមើលទៅច្បាស់ល្អមែនតើដែលផ្ដល់ទិន្នន័យព័ត៌មានផ្សេងដែលយើងគួរតែដឹងពាក់ព័ន្ធជាមួយនឹងរថយន្តដូចជាកម្រិតទីប្រេងពាក់ព័ន្ធជាមួយនឹងល្បឿនគឺមាននៅក្នុងនឹងទាំងអស់តែម្ដងខាងក្រោមនេះមានមកជាមួយនឹង storage សម្រាប់យើងដាក់អីវ៉ាន់ខាងមុខនេះមាន glow box បាទដូចរថយន្តទូទៅដែរខាងលើនេះបងប្អូនដែលជាអ្នកបើកបររថយន្ត van VIP បងប្អូនអាចធ្វើការចុចបញ្ជាបិទបើកទ្វារអូតូបានដើម្បីរក្សានូវសុវត្ថិភាពក៏ដូចជាភាពងាយស្រួលសម្រាប់អ្នកដំណើរនៅកៅអីជួរទី2គាត់អាចធ្វើការចុះបានតែឡែកសម្រាប់កៅអីអ្នកបើកបរគឺយើងអាចសេរីបានរហូតដល់6ទិសឬក៏6ចំណុចមួយវិញទៀតពូកស្បែករបស់វាទន់ស្រួលមែនតើបងប្អូនអរគ្នាគេ design ជាលក្ខណៈប្រណិតតែម្ដងជាទៅពេលដែលយើងអង្គុយគឺកាត់បន្ថយភាពនឿយហត់ហើយពូកស្បែកនេះគឺមានអារម្មណ៍ដូចអង្គុយនៅលើសាឡុងអញ្ចឹងណានេះជាបទពិសោធន៍ពិតឥឡូវយើងចូលទៅកាន់ center console មានមកជាមួយនឹងកន្លែងដាក់ wireless charge សាកថ្មជាលក្ខណៈឥតខ្សែទំហំដល់ទៅដល់50វ៉ាត់បន្លោះនេះអាចដាក់ទូរស័ព្ទបានមួយកន្លុកកន្លែងនេះក៏យើងអាចដាក់ទូរស័ព្ទបានហើយបញ្ជាសីតុណ្ហភាពម៉ាស៊ីនត្រជាក់យើងអាចបញ្ជាបាននៅលើនេះទៅលើ speed ចង្ហាល់1កាំ2កាំគឺយើងចង់ដំណើរការបិទបើក AC អីគឺមានប៊ូតុងនៅកន្លែងនេះប៉ុន្តែគេធ្វើលក្ខណៈ clean ណាបងប្អូនប្រកបហ្មងមើលទៅអត់ទៅឃើញទេប៉ុន្តែវា clean ស្អាតប្លុកនេះគឺមានមកជាមួយនឹង cup holder មួយគូប្លុកដាក់សម្ភារៈយើងអាចដាក់សោបានហើយនឹង armrest ដែលយើងអាចដាក់អីវ៉ាន់អត់តន់ចប់ទេឡាននេះក៏មានមកជាមួយនឹងមុខងារមួយគេហៅថា Bluetooth key ឬក៏គេហៅថា mobile app remote control ដែលយើងអាចធ្វើការប្រើប្រាស់នៅទូរស័ព្ទដើម្បីធ្វើការបញ្ជារថយន្តនេះពីចម្ងាយនៅក្រៅឡានហើយម្យ៉ាងវិញទៀតពាក់ព័ន្ធជាមួយនឹង visibility ឬក៏គំហើញនៅខាងក្នុងអង្គុយនៅខាងក្នុងនេះជាពិសេសនៅខាងមុខគឺទលាយស្រួលមែនតើបងប្អូនមើលទៅលើផ្នែកតាបឡូណាគឺឆ្លាស់ល្អដោយសារតាបឡូធំកញ្ចក់ក៏ធំដែរគ្រប់យ៉ាងផ្ដល់នៅភាពប្រណិតងាយស្រួលមានលក្ខណៈសាមញ្ញដែលធ្វើឲ្យអ្នកមិនធ្លាប់ប្រើប្រាស់ឡានដែលបច្ចេកវិទ្យាទំនើបពីមុន
មកក៏អាចធ្វើការប្រើប្រាស់បើកបរឡាននេះបានយ៉ាងងាយស្រួលដែរអញ្ចឹងផ្នែកខាងមុខគឺខ្ញុំសង្ខេបត្រឹមប៉ុណ្ណឹងអនុញ្ញាតសូមនាំបងប្អូនបន្តចូលទៅកាន់ចំណុចពិសេសនៅកៅអីជឿទី2ទាំងអស់គ្នាតោះបងប្អូនឥឡូវនេះចូលមកកាន់កៅអីជឿទី2គឺជាលក្ខណៈកៅអី VIP បែបប៉និតកៅអីនេះមានចំណុចពិសេសគឺយើងអាចសេរីបត់បែនបានឥឡូវខ្ញុំសេរីជូនបងប្អូនទស្សនាបាទអង្គិលទៅមុខទៅក្រោយអញ្ចឹងបើខ្ញុំចង់តលេគឺអង្គិលទៅក្រោយហើយមួយទៀតគឺយើងអាចតម្រេតខ្លួនបានតម្រេតបែបហ្នឹងក៏បានចង់ប្តីជាងហ្នឹងក៏បានដែរក៏ប៉ុន្តែត្រឹមប៉ុណ្្នេះសិនបាទដោយសារតែយើងអង្គុយនិយាយគ្នាសិនហើយយើងមានជាមួយនឹង armrest ស្កល់ដៃទាំងខាងស្ដាំនិងខាងឆ្វេងអញ្ចឹងកៅអីទាំងសងខាងនេះមាន armrest ស្កល់ដៃដូចគ្នាអាចលើកកម្ពស់បានបើដៃយើងខ្ពស់យើងលើកវាខ្ពស់តិចទៅបើតាមដៃយើងទាបទេមកល្មមសមរម្យនៅក្នុងការអង្គុយអញ្ចឹងកៅអីនេះគឺអង្គុយយូរក៏អត់ហត់ដោយសារតែពុះរបស់វាទន់ប៉និតថាសុខភាពល្អបងប្អូនទទួលបាននៅ space ដែលទលាយទាំងផ្នែកខាងក្រោមទាំងផ្នែកខាងលើគឺមួយអែមមានមកជាមួយនឹងម៉ាស៊ីនត្រជាក់ផ្នែកកៅអីជឿទី2ដែរសម្រាប់ការរៀបចំកៅអីនៅខាងក្នុង Wuling Starlight 130នេះបងប្អូនអរគ្នាគឺជាលក្ខណៈ2 2 3មានន័យខាងមុខ2ខាងកៅអីជឿទី2នេះ2ជួរទី3 3អញ្ចឹងទាំងអស់7កៅអីហើយវាមានមកជាមួយនឹង Carboder មួយគូខាងមុខនេះកន្លែងកណ្ដាលនេះគឺជាផ្លូវដើរដែលយើងអាចធ្វើការដើរយ៉ាងស្រួលមិនចាំបាច់បត់កៅអីនេះទេទៅអង្គុយនៅកៅអីជួរទី3ពាក់ព័ន្ធមួយប្រអួចក៏ប្រអួចអូតូដែរទាំងខាងមុខនិងខាងក្រោយនេះជាពិសេសគឺមានប្រព័ន្ធមួយគេហៅថាមុខងារការពារគៀបអញ្ចឹងអត់គៀបដៃទេនៅខាងជួរកៅអីជួរទី2នេះគឺមានមកជាមួយនឹងទ្វារស្លាយអូតូផងដែរដែលយើងចេញចូលរថយន្តជាលក្ខណៈ VIP ហើយងាយស្រួលអញ្ចឹងបងប្អូនកៅអីជួរទី2គឺខ្ញុំមានប៉ុណ្ណឹងសូមនាំអារម្មណ៍បងប្អូនចូលទៅកាន់កៅអីជួរទី3ដើម្បីស្វែងយល់ពីចំណុចពិសេសថាតើសម្រាប់កៅអីជឿទី3ទំហំរបស់វាប៉ុណ្ណាហើយការអង្គុយបែបម៉េចបងប្អូនកៅអីជឿទី3ក៏មិនល្មមសំគួរដែរនៅពេលដែលខ្ញុំអង្គុយអញ្ចឹងមានន័យថាមនុស្សធំក៏អង្គុយបានយ៉ាងស្រួល3នាក់គឺធំទលាយកន្លែងនេះមានកន្លែងកោដៃហើយមានកន្លែងកន្លុងដាក់សម្ភារៈយើងបានជួរទី3នេះក៏មានភ្លើងហើយភ្លើងនេះសម្រាប់ក្មេងៗគាត់ចូលចិត្តអានសភៅយើងមនុស្សចាស់ក៏អានសភៅបានដែរបងប្អូនខាងលើមានមកជាមួយនឹងម៉ាស៊ីនត្រជាក់បាញ់ផ្នែកខាងក្រោយដែរអញ្ចឹងកន្លែងកៅអីជឿទី3សំខាន់បំផុតគឺ space ហើយមានកន្លែងកលុកកលាក់ដាក់អាវ៉ាន់ហើយនឹងម៉ាស៊ីនត្រជាក់អញ្ចឹងវាមានអស់ហើយខ្ញុំឃើញថាល្អហើយអញ្ចឹងឡាននេះធ្វើបានល្អហើយក៏ប៉ុន្តែបងប្អូននៅតតដឹងនៅឡើយពាក់ព័ន្ធមួយបទពិសោធន៍នៃការបើកបរនៅឡើយអញ្ចឹងបងប្អូនទៅតាមដានមួយខ្ញុំបន្តទៀតយើងនឹងជជែកគ្នាពីបទពិសោធន៍នៃការបើកបរ performance ក៏ដូចជាប្រព័ន្ធ safety ឬក៏ driving assist ផ្សេងៗទៀតដែលយើងនឹងធ្វើលម្អិតនៅវគ្គ test drive អូខេយើងចូលទៅកាន់វគ្គ test drive ទាំងអស់គ្នាអញ្ចឹងសម្រាប់ប្រភេទ EV នេះខ្ញុំឃើញថាជិះស្រួលមែនស្ងាត់ស្ទុក smooth ហើយអីដែលខ្ញុំចាប់អារម្មណ៍គឺនៅពេលដែលបួងផ្លូវកោងគឺវានឹងល្អបូមខាងក្រោយគឺជាប្រភេទប្រព័ន្ធ suspension multi link អញ្ចឹងស្រួលមែនតើសម្រាប់ multi link មួយគឺកាត់បន្ថយភាពប្រឡាក់ដែលផ្ដោតលើផាសុកភាពបានល្អមែនតើវាមានមកជាមួយនឹងមុខងារ cruise control ដែលយើងអាចធ្វើការកំណត់ល្បឿនថេបានដូច្នេះសម្រាប់ការបើកផ្លូវឆ្ងាយគឺអត់សូវចុកជើងទេ drive mode របស់វាមានរហូតដល់4វាមានដូចជា personal line economic បាទ standard និង sport សម្រាប់ការចាប់ហ្វ្រាំងគឺវាស៊ីល្អមែនតើដោយសារតែហ្វ្រាំងនេះជាប្រភេទមុខក្រោយហ្មងបងប្អូនអរគ្នាមិនមែនមានតែខាងមុខឬក៏ខាងក្រោយទេគឺទាំង4កង់តែម្ដងពាក់ព័ន្ធជាមួយនឹងប្រព័ន្ធសុវត្ថិភាពរបស់វាវិញក៏មានច្រើនសម្បូរបែបដូចជាប្រព័ន្ធប្រាំង ABS ប្រព័ន្ធ ESC ទប់លំនឹងពងសុវត្ថិភាពមានទាំងផ្នែកខាងមុខនិងផ្នែកចំហៀងទាំងផ្នែកខាងក្រោយគឺមួយជុំប្រព័ន្ធជំនួយពេលឡើងចំណោតប្រព័ន្ធ auto hold ប្រព័ន្ធប្រាំងដៃ electronic ប្រព័ន្ធជំនួយទប់លំនឹងនៅពេលដែលយើងបើកបត់ផ្លូវកង់ឯងបងប្អូនគឺមានមួយសេតតែម្ដងកាន់តែពិសេសវាមានប្រព័ន្ធ TPMS ដែលជាប្រព័ន្ធប្រាប់នៅសម្ពាធខ្យល់កង់អញ្ចឹងយើងអាចដឹងគ្រប់យ៉ាងទាំងអស់ពីរថយន្តអញ្ចឹងបញ្ជាក់បន្តិចបងប្អូនអរគ្នារថយន្តនេះនាំចូលដោយក្រុមហ៊ុន Wuling Cambodia ក្រុមហ៊ុន Wuling Cambodia គឺជាក្រុមហ៊ុនតែមួយគត់នៅក្នុងប្រទេសកម្ពុជាដែលមានសិទ្ធិនាំចូលផ្ដាច់មុខតែម្ដងទៅលើ brand Wuling មកកាន់ទីផ្សារប្រទេសកម្ពុជាតែម្ដងទិញប្រកបដោយទំនុកចិត្តអញ្ចឹងសម្រាប់ Wuling 730នេះគឺមានជម្រើស3ពណ៌បងប្អូនគឺពណ៌សពណ៌ស្វាយនិងពណ៌ប្រផេះជាមួយនឹងការធានា3ឆ្នាំឬក៏ស្មើនឹង 150,000 គីឡូម៉ែត្រអញ្ចឹងបងប្អូនអាចទទួលបាននៅសេវាកម្មដ៏កក់ក្ដៅពីក្រុមហ៊ុនផ្លូវការសម្រាប់ព័ត៌មានលម្អិតបងប្អូនអាចធ្វើការទំនាក់ទំនងទៅកាន់លេខទូរស័ព្ទក៏ដូចជាអាស័យដ្ឋានដែលបានដាក់ជូននៅខាងចុងវីដេអូនេះក៏សូមអរគុណសូមគោរពលាជួបគ្នានៅវីដេអូក្រោយ